ឥឡូវកូនមកមើលសំណួរមួយដែលគេឲ្យមកជាតារាងលេខចឹងគេថាថ្មកបោមានអំពើជាមួយនឹងសូលូសុងអាស៊ីតក្លរីត្រិកដដែលប៉ុន្តែនៅក្នុងករណីនេះគេធ្វើពិសោធន៍2គុណគេពិសោធន៍2ហើយនៅក្នុងហ្នឹងពេលដែលប្រឡងយើងធ្វើម៉េចហើយសំណួរដែលគេសួរហ្នឹងគេផ្ដោតថាតើលបឿនប្រតិកម្មដូចគ្នាអត់គេចង់សួរអញ្ចឹងដំបូងឡើយគុណមើលទៅកុំភ្លេចស្រង់សម័យកាលវិញទោះបីជាឃើញលំហាត់ហ្នឹងគេឲ្យសម័យកាលមកវិញក៏ដោយតែកុំភ្លេចសរសេរសម័យកាលឡើងវិញរឿងដែលសំខាន់ណាយើងគូផ្ដាំឲ្យផ្ដាំទៀតចម្លងសម័យកាលមកវិញឲ្យហើយបាទណាគុណមកអញ្ចឹងក្នុងសំណួរហ្នឹង objective របស់យើងគឺយើងចង់នឹងតើលបឿនកំណលបឿនមធ្យមកំណឧស្ម័នកាបូនឌីអុកស៊ីតដែលទទួលបានហ្នឹងវាស្មើគ្នាអត់អញ្ចឹងយើងបង្កើតរមុនទៅហើយដោយសារតែក្នុងហ្នឹងគុណឃើញឧស្ម័នអញ្ចឹងដើម្បីវាល់លបឿនមកឧស្ម័នយកបំរែបំរួលមៀតនៅលើបំរែបំរួលរយៈពេលឥឡូវយើងចាប់ផ្ដើមទៅមើលពិសោធន៍ទី1ចឹងទៅបាទអញ្ចឹងកូនដាក់មកសម្រាប់ពិសោធន៍ទី1ពិសោធន៍ទី1នៅពេលដែលខណៈពេលតេទី1របស់វាពេលទី1ស្មើនឹង1នាទីអញ្ចឹងមានរបស់វាស្មើនឹង10មីលីចឹងពេលទី2ស្មើនឹង5នាទីអញ្ចឹងវាមានទាំងអស់ហ្នឹងវាមានទៅដល់33មីលីចឹងទៅអញ្ចឹងកន្លែងហ្នឹងកូនជំនួសឃើញបានលបឿនមួយមិនចឹងយើងទាញមកយើងឃើញបានតម្លៃលបឿនមួយអញ្ចឹងលបឿនហ្នឹងគឺជាលបឿនមធ្យមកំណឧស្ម័នរបស់វាបាទកន្លែងគូសេខ្នាតខុសបាទអញ្ចឹងសម្រាប់ទី2អញ្ចឹងសម្រាប់ពិសោធន៍ទី2ហ្នឹងកូនឃើញពិសោធន៍ទី2យើងមាន t ទី1ស្មើប៉ុណ្ណឹងអញ្ចឹងយើងបានមៀតឧស្ម័នដែលទទួលបានប៉ុណ្ណឹងបើពេល t ទី2ហ្នឹង5នាទីមៀតឧស្ម័នទទួលបានវាឡើងដល់60ហ្នឹងបាទអញ្ចឹងតាមតម្រង់តម្លៃហ្នឹងបាទតម្លៃហ្នឹងគឺកូនមើលឃើញថាម៉េចកូនអាចទាញយកឃើញតម្លៃលបឿនវាបានអញ្ចឹងកែនេះលបឿនមកយើងអាចឆ្លើយបានអញ្ចឹងលបឿនវាគឺយើងបានតម្លៃលេខប៉ុណ្ណឹងបាន10មីលីក្នុង1នាទីអញ្ចឹងណាសេ10មីលីក្នុង1នាទីអញ្ចឹងពេលសេរមុនកូនមើលផង VM មិន M មើលផងអញ្ចឹងដូចនេះលបឿនទាំងពីរហ្នឹងលបឿនកំណCOP ទាំងពីរហ្នឹងមិនដូចគ្នាទេបាទលបឿនប្រតិកម្មណាអញ្ចឹងគេសួរថាហេតុអីបានជាទំហំពេលអង្គធាតុប្រតិករកាន់តែតូចឬក៏មានលទ្ធភាពជាម្សោប្រតិកម្មប្រព្រឹត្តទៅលឿនអញ្ចឹងណាអញ្ចឹងកន្លែងគុណសរសេរជាប្រយោគមកវិញក៏បានដែរគុណឆ្លើយថាដោយសារតែប្រតិកម្មទៅកាន់តែលឿនដោយសារតែអីកាលណាវាតូចវាមានផ្ទៃប៉ះវាធំកាលណាផ្ទៃប៉ះធំនាំឲ្យវាមានចំនួនទង្គិចប្រសិទ្ធច្រើនបើកាលណាចំនួនទង្គិចប្រសិទ្ធច្រើនលបឿនប្រតិកម្មវាលឿននឹងឆ្លើយប៉ុណ្ណឹងបានហ្នឹងគាត់អញ្ចឹងណាតោះឥឡូវយើងទៅមើលសំណួរទី6គេសួរថាតើកំហាប់អង្គធាតុប្រតិករមានឥទ្ធិពលយ៉ាងដូចម្ដេចទៅដល់លបឿននៃប្រតិកម្មអញ្ចឹងកាលណាសំណួរតាក់ទងជាមួយនឹងកន្លែងយ៉ាងដូចម្ដេចអញ្ចឹងយើងអត់ដឹងថាវាកំហាប់ធំកំហាប់តូចទេអញ្ចឹងគុណឆ្លើយម្ដង2ឆ្លើយ2ឆ្លើយកំហាប់ធំហើយឆ្លើយកំហាប់តូចអញ្ចឹងមកគុណឆ្លើយ2ដងណាអញ្ចឹងកន្លែងហ្នឹងគុណឆ្លើយត្រីទី1កាលណាកំហាប់វាធំកាលណាកំហាប់ធំហ្នឹងគ្រូដាក់ថាកំហាប់អង្គធាតុប្រតិករហ្នឹងវាធំអញ្ចឹងណាអញ្ចឹងកាលណាកំហាប់ធំហ្នឹងគ្រូនិយាយពីខាប់កាលណាខាប់វាមានចំនួនម៉ូលច្រើនក្នុង1ខ្នាតមៀតវាណាចំនួនម៉ូលវាច្រើនបើកាលណាចំនួនម៉ូលច្រើនក្នុង1ខ្នាតមៀតអញ្ចឹងកន្លែងហ្នឹងមិនបាច់ដាក់ក៏បានដែរដាក់ថាមានចំនួនម៉ូលច្រើនក៏បានដែរអញ្ចឹងហើយធ្វើឲ្យមានចំនួនទង្គិចប្រសិទ្ធច្រើនបើកាលណាចំនួនទង្គិចប្រសិទ្ធហ្នឹងវាច្រើនអញ្ចឹងកន្លែងហ្នឹងគាត់ថានាំឲ្យលបឿនប្រតិកម្មវាចេញមកបានលឿនបាទលបឿនប្រតិកម្មលឿនកន្លែងហ្នឹងណាបាទហើយចំណុចមួយទៀតកូនត្រេមួយទៀតណាកាលណាកំហាប់អង្គធាតុប្រតិករតូចឬក៏កំហាប់របស់វាតូចណាបាទកំហាប់អង្គធាតុប្រតិករវាតូចកាលណាអង្គធាតុប្រតិករមានកំហាប់តូចមានរាវអត់ខាប់ឯរាវម្ដងកាលណាវារាវមានន័យថាមានចំនួនម៉ូលវាតិចក្នុង1ខ្នាតមៀតហ្នឹងចំនួនម៉ូលរបស់វាតិចក្នុង1ខ្នាតមៀតកាលណាចំនួនម៉ូលរបស់វាតិចធ្វើឲ្យមានចំនួនទង្គិចប្រសិទ្ធក៏តិចបើកាលណាចំនួនទង្គិចប្រសិទ្ធវាតិចអញ្ចឹងលបឿនប្រតិកម្មក៏យឺតដែរអាហ្នឹងបើកាលណាគេសួរអំពីអតិពលវាគុណឆ្លើយទាំងអស់ហ្នឹងមកប៉ុន្តែនៅក្នុងអក្សរខយើងអត់ឆ្លើយអញ្ចឹងទេខគេសួរថាលបឿនប្រតិកម្មបើទៅយ៉ាងម៉េចដែរបើកំហាប់វាថយចុះគុណឆ្លើយយកបានណាកាលណាកំហាប់អង្គធាតុប្រតិករវាថយចុះអញ្ចឹងនាំឲ្យលបឿនប្រតិកម្មវាក៏យឺតដែរណាឬក៏ថយចុះដែរអញ្ចឹងទៅ